Ok ngàyនេះខ្ញុំមកនិយាយបន្តិចបាទឃើញបងប្អូនយើងវែងញែកពីរឿងការរកលុយជាមួយ Facebook ដោយប្រើប្រាស់កងធនាគារខ្មែរអាស័យដ្ឋានខ្មែរបាទអញ្ចឹងបងប្អូនយើងឃើញវីដេអូគេចែករំលែកពីការដាក់កងធនាគារខ្មែរហើយនឹងអាស័យដ្ឋានខ្មែរធ្វើជា payout កាន់ page រកលុយជាមួយ Facebook នៅស្រុកខ្មែរយើងបាទបញ្ហានេះគឺតាមដែលខ្ញុំចូលទៅឆែកនៅលើ support ជាមួយ Facebook support country ដើម្បីរកលុយបានហ្នឹងគឺវាអត់ទាន់មានទេបាទនៅក្នុងប្រទេសកម្ពុជារបស់យើងគឺអត់ទាន់ support ទេបាទមិនដឹងថាពេលណាអាច support ឲ្យរកលុយបានដែរបាទប៉ុន្តែគេមានវិធីសាស្ត្រក្នុងការដាក់ bank បាទដាក់ bank ប៉ុន្តែបើសិនជាដាក់អាស័យដ្ឋានខ្មែរគឺអត់អាចបានទេបាទនេះបើយើងដាក់ bank គឺ bank ធនាគារខ្មែរគឺយើងអាចដាក់បានបាទ bank ធនាគារខ្មែរពេលដែលយើង set up គឺយើងដាក់អាស័យដ្ឋានបរទេសអាស័យដ្ឋានប្រទេសណាដែល Facebook support ឲ្យរកលុយបាទហើយយើង set up ជាមួយកងធនាគារដែល support ជាមួយប្រទេសនោះមុនដំបូងបាទមុនដំបូងហើយបន្ទាប់មកពេលដែលយើងផ្លាស់ប្ដូរគឺយើងអាចផ្លាស់ប្ដូរមកកងធនាគារខ្មែរបាទនេះគឺតាមបទពិសោធន៍របស់ខ្ញុំទេបាទបើសិនបើយើង set up ដំបូងហើយយើងដាក់អាស័យដ្ឋានខ្មែរគឺអាស័យដ្ឋានខ្មែរកងធនាគារខ្មែរផ្ទាល់តែម្ដងគឺស្ពៃហើយបាទស្ពៃជ្រក់តែស្ពៃជ្រក់មិនដឹងស្ពៃកញ្ញាមិនដឹងទេបាទគឺអត់គឺរកលុយអត់បានទេបាទបើសិនបើយើងដាក់ set up ដំបូងយើងដាក់អាស័យដ្ឋានបរទេសអាស័យដ្ឋានប្រទេសណាដែល Facebook support ហើយយើងចង់ដឹងថាប្រទេសណាខ្លះដែល Facebook support យើងចូលទៅឆែកនៅក្នុងcontent monetize support country ហ្នឹងទៅបាទគឺឃើញហើយប្រទេសណាខ្លះដែល Facebook អនុញ្ញាតឲ្យរកលុយបាទនៅក្នុងនោះគឺអត់មានប្រទេសកម្ពុជាយើងទេបាទសូម្បីតែប្រទេសជិតខាងជាប់ជាមួយយើងហ្នឹងខ្លះក៏អត់ទាន់មានដែរបាទដូចវៀតណាមអីក៏អត់ទាន់មានដែរបាទអូខេអញ្ចឹងបងប្អូនកុំចេះតែជឿគេពេកបាទឃើញគេឃោសនាគេរក view គេរកលុយទេបាទអញ្ចឹងគេចង់បានview ច្រើនទៅលុយគេក៏ច្រើនបាទហើយយើងចូលមើលទៅយើងចង់ដឹងទៅចូលមើលទៅគឺ view គឺកើនតាមហ្នឹងហើយបាទ view កើនតាមហ្នឹងទឹកលុយក៏កើនតាមហ្នឹងដែរបាទហើយបញ្ហាបើថា set up ផ្ទាល់ដាក់ bank ខ្មែរអាស័យដ្ឋានខ្មែរត្មងគឺអត់អាចបានទេគឺរកលុយអត់បានទេបាទអូខេអញ្ចឹងបងប្អូនអាចចូលទៅឆែកមើលខ្លួនឯងទៅបាទខ្ញុំគ្រាន់តែមកវែកញែកកន្លែងហ្នឹងតែបន្តិចទេតាមបទពិសោធន៍របស់ខ្ញុំគឺអត់ទាន់ support ទេនៅខ្មែរបាទអត់ដឹងថា support ថ្ងៃណាទេបាទខ្ញុំក៏អត់ដឹងច្បាស់ដែរបាទហើយយើងមានតែរងចាំមើលទាំងអស់គ្នាទៅពេលណាគឺពេលហ្នឹងហើយបាទ Facebook update រហូតតែម្ដងបាទហើយ Facebook ឥឡូវក៏ពិបាកក្នុងការរកលុយដែរបាទมันងាយស្រួលទេគឺអត់ងាយស្រួលតែម្ដងបាទអូខេហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអត់មានអីច្រើនទេបាទបងប្អូនកុំសូវឆាប់ជឿពេកចូលទៅឆែកមើលខ្លួនឯងទៅដឹងហើយបាទចូលទៅឆែកមើលទៅដឹងហើយមិនឆាប់ជឿឮគេដាក់កងខ្មែរដាក់អាស័យដ្ឋានខ្មែររកលុយនៅខ្មែរបាទខ្ញុំកាន់ page ច្រើនដែរទាំង page គេផង page ខ្លួនឯងផងហើយក៏អត់ទាន់ហ៊ានដាក់អាស័យដ្ឋានខ្មែរកងខ្មែរឬក៏អត់ប្រើប្រាស់ VPN ដែរខ្ញុំនៅតែប្រើប្រាស់ VPN រាល់តែថ្ងៃបាទប្រើប្រាស់ VPN រហូតគឺអត់បោះបង់ចោល VPN ទេគឺពេលដែលយើងបោះបង់ចោល VPN គឺអាចនឹងដាច់ page តែម្ដងបាទអូខេអញ្ចឹងខ្ញុំ VPN គឺខ្ញុំនៅបើកប្រើរហូតទិញប្រើបើកប្រើរហូតគឺអត់បោះបង់ចោលលុះត្រាតែ Facebook support ប្រទេសយើងរកលុយបានបាទនឹងយើងអាចដាក់អាស័យដ្ឋានខ្មែរបានយើងបិទ VPN បានបាទបើសិនជាអត់ទាន់ support ទេគឺនៅបើកប្រើ VPN រហូតបានអត់មានបញ្ហាអីបាទអូខេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូបាយបាយជួបគ្នាវីដេអូក្រោយ